ឥឡូវយើងមកមើលរបៀបដោះស្រាយលំហាត់ទី3វិញម្ដងមុននឹងយើងចូលទៅដល់របៀបដោះស្រាយលំហាត់យើងមកមើលប្រធានលំហាត់ឲ្យយល់សិនថាគេប្រាប់អ្វីខ្លះមកយើងចាអញ្ចឹងនៅក្នុងប្រធានលំហាត់ទី3នេះចាអញ្ចឹងគេប្រាប់មកយើងគឺចំនួនក្រូម៉ូសូម diploid ឬក៏យើងហៅកាត់ថា PN ស្មើនឹង56ក្រូម៉ូសូមចាអញ្ចឹងបំរាប់គេគឺគេប្រាប់យើងតែមួយនឹងទេចាតោះមកយើងមើលសំណួរគេមានដល់ទៅ2អញ្ចឹងយើងមើលសំណួរកសិនគេសួរថាតើមានចំនួនក្រូម៉ូទីតប៉ុន្មាននៅវគ្គប្រូផានេមីតូចំក្រូម៉ូសូមរបស់សត្វដំរីអញ្ចឹងយើងទៅរកសំណួរកឲ្យគេសិនថាតើនៅក្នុងវគ្គមីតូវគ្គប្រូផានេមីតូហ្នឹងណាគឺមានក្រូម៉ាទីតប៉ុន្មាននៅពេលដែលគេឲ្យចំនួនក្រូម៉ូសូម diploid មួយយើងប៉ុណ្ណឹងចាឥឡូវយើងទៅមើលរូបភាពសិនយើងចូលដាក់សំណួរចាសំណួរគេសិនមកគឺសួររកអីយើងអញ្ចឹងក៏រកចំនួនក្រូម៉ាទីតនៅវគ្គប្រូផានេមីតូបំរាប់គេគឺគេប្រាប់មកយើងតែមួយទេគឺចំនួនក្រូម៉ូសូម diploid ឬក៏ PN ស្មើនឹង56ក្រូម៉ូសូមចានេះគ្រូមានរូបឲ្យមើលចឹងនៅក្នុងរូបនេះគឺជារូបដែលនៅវគ្គប្រូផានេមីតូតែកោសិកានេះគឺមិនមែនកោសិការបស់សត្វដំរីទេណាដោយសារក្រូម៉ូសូមវាអត់ខុសទេនេះកោសិកានេះគឺកោសិការបស់សត្វផ្សេងទេអញ្ចឹងនេះគ្រូគ្រាន់តែជាឧទាហរណ៍ដើម្បីឲ្យងាយយល់ចាអញ្ចឹងនៅក្នុងវគ្គប្រូផានេមីតូយើងដឹងហើយថាភ្នាកោសិកាអីគឺវាអត់ទាន់រលាយបាត់ទេវាគឺទៅតែចាប់ផ្ដើមរលាយទេចាអញ្ចឹងនៅក្នុងវគ្គនឹងដែរក្រូម៉ូសូមក៏យើងមើលអត់ទាន់ឃើញរូបរាងច្បាស់បែបនេះដែរអញ្ចឹងយើងឃើញវានៅជារួញនៅឡើយទេមិនទាន់រួញដែលលេចជារូបរាងជាក្រូម៉ូសូមដែលយើងអាចមើលឃើញទេអញ្ចឹងនៅក្នុងរូបនេះគឺយើងអាចមើលឃើញច្បាស់ដោយសារនៅរូបពិតយើងអាចមើលច្បាស់អញ្ចឹងណាចាដែលគេដាក់រូបនេះមកដើម្បីយើងងាយមើលស្រួលមើលអញ្ចឹងណាអញ្ចឹងយើងមើលរូបនេះនៅក្នុងនោះយើងឃើញក្រូម៉ូសូមដូចចាស់ខ្វៃនេះមានដល់ទៅ4មានអត់ចាអញ្ចឹងនេះ1 2 3 4ចាអញ្ចឹងមានន័យថារូបមួយរូបដូចចាស់ខ្វៃមួយហ្នឹងគឺមានន័យថា1ក្រូម៉ូសូមអញ្ចឹងមានន័យថាវានៅក្នុងហ្នឹងគឺមាន4ក្រូម៉ូសូមអញ្ចឹងក្នុង1ក្រូម៉ូសូមគឺមានក្រូម៉ាទីត2នេះវាឲ្យគ្នាយើងធ្លាប់ញ៉ាំចាស់ខ្វៃយើងដឹងហើយយើងធ្លាប់ញ៉ាំចាស់ខ្វៃយើងដឹងហើយថាចាស់ខ្វៃគឺគេប្រអប់នំហ្នឹងពីរចូលគ្នាអញ្ចឹងយើងមើលតើក្រូម៉ូសូមហ្នឹងក៏អញ្ចឹងដែរបើយើងប្រៀបធៀបទៅអញ្ចឹងគឺវាឲ្យគ្នាពីរចឹងដូចគ្នាអញ្ចឹងមានន័យថាមួយចំហៀងហ្នឹងគឺក្រូម៉ាទីត1ហើយមួយចំហៀងក្រូម៉ាទីត1ហើយណាចាអញ្ចឹងយើងទៅមើលរបៀបវិចាររបស់គេនៅក្នុងវគ្គប្រូផានេមីតូហ្នឹងតើគេវិចារបែបណាដើម្បីឃើញក្រូម៉ាទីតរបស់វាអញ្ចឹងយើងដាក់ដោយនៅវគ្គប្រូផានេមីតូក្រូម៉ូសូម1មានក្រូម៉ាទីតចំនួន2ចាដូចនេះគូនិយាយមិនអញ្ចឹងនៅក្នុងវគ្គប្រូផាហ្នឹងនេះពណ៌ក្រហមមួយហ្នឹងគឺក្រូម៉ូសូម1អញ្ចឹងមិនថានៅក្នុងក្រូម៉ូសូម1ហ្នឹងគឺមានក្រូម៉ាទីត2អញ្ចឹងមួយចំហៀងនេះមួយចំហៀងខាងលើនេះមួយទៀតអញ្ចឹង2ជាប់គ្នាណាចាហើយយើងដាក់រូបមន្តវាមកអញ្ចឹងយើងបានចំនួនក្រូម៉ាទីតស្មើនឹងក្រូម៉ូសូមគុណនឹង2ចាអញ្ចឹងយើងយកចំនួនក្រូម៉ូសូមដែលគេប្រាប់យើងនឹងមកគុណនឹង2ទៅគឺយើងឃើញក្រូម៉ាទីតរបស់វគ្គប្រូផានេមីតូហើយអញ្ចឹងយើងចំនួនលេខគុណមកឃើញហើយយើងកុំភ្លេចដាក់ដូចនេះគេផងអញ្ចឹងលំហាត់កយើងគឺចាអរគុណ